សួស្តីអ្នកទាំងអស់គ្នាពីខ្ញុំ Cambodia Tutorial Online បាទជួបគ្នាសាជាថ្មីទៀតហើយជាក្នុងមេរៀននេះខ្ញុំមានអ្វីពិសេសជួយឲ្យជួបអ្នកទាំងអស់គ្នាអូខេក្នុងមេរៀននេះខ្ញុំមានមេរៀនមួយចង់បង្ហាញជូនអ្នកទាំងអស់គ្នារបៀបប្រើប្រាស់បាទ N service ប្រើប្រាស់ service NFS បាទ Network File System នៅលើ Linux បាទដើម្បី share folder នៅលើ network បាទរវាង Linux និង Linux បាទដែលខ្ញុំប្រើប្រាស់នេះគឺខ្ញុំប្រើប្រាស់នៅលើ Fedora បាទ version 20 បាទ Fedora version 20 បាទជាចំនួនស្ទើរតែនឹងចុងក្រោយហើយបាទក្នុងឆ្នាំ2015នេះបាទអញ្ចឹងឥឡូវយើងដើរតាមជំហានបាទអញ្ចឹងខ្ញុំបើក file នេះអូខេអញ្ចឹងយើងដើរតាមជំហាននេះបាទដើម្បី share directory ឬក៏ share folder បាទនៅលើ network ដោយប្រើប្រាស់ NFS បាទរវាង Fedora 20 និង Fedora 20បាទអញ្ចឹងអ្វីខ្ញុំត្រូវធ្វើគឺទី1ខ្ញុំបាទបើក command prompt មកបាទជំហានទី1ដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវបាទ make sure បាទឲ្យប្រកាសបញ្ជាក់ថាservice NFS នេះបាទបានដំណើរការដោយប្រក្រតីអញ្ចឹងខ្ញុំត្រូវ check មើលសិនបាទអញ្ចឹងខ្ញុំអាចប្រើប្រាស់ command ខ្ញុំអាចប្រើប្រាស់ command ដើម្បី check មើល service របស់ NFS គឺ system ctl status NFS server service អូខេអញ្ចឹងជា default បាទគឺ NFS server បាទវា disable បាទហើយ inactive អញ្ចឹងយើងត្រូវប្រើប្រាស់ command មួយដើម្បីចូលមក enable NFS server សិនបាទអញ្ចឹង command ដើម្បី enable គឺខ្ញុំប្រើប្រាស់ command system ctl enable បាទ NFS dash server dot service បាទខ្ញុំ enter បាទតាមមកទៀតខ្ញុំត្រូវ add ខ្ញុំត្រូវ start service នេះទៀតបន្ទាប់ពី enable ហើយគឺខ្ញុំត្រូវ start អញ្ចឹងខ្ញុំប្រើប្រាស់ command system ctl start nfs dash server dot service បាទអញ្ចឹងខ្ញុំ enter បាទអញ្ចឹងរួចរាល់មកជោគជ័យអញ្ចឹងខ្ញុំត្រូវ check មើលសារថ្មីបាទត្រូវ check មើលម្ដងទៀតថាតើ NFS ពិតជាដំណើរការដោយជោគជ័យមែនទេអញ្ចឹងខ្ញុំប្រើប្រាស់ command ដូចមុន system ctl status nfs dash server dot service បាទខ្ញុំ enter បាទអញ្ចឹងវាដំណើរការដោយជោគជ័យហើយគឺបាទ enable បាទហើយ status គឺ active អូខេអញ្ចឹងជំហានបន្ទាប់ទៀតគឺខ្ញុំត្រូវបាទចូលទៅកាន់ firewall បាទដើម្បីអនុញ្ញាតឲ្យ NFS service នេះអាច run បានបាទអាចចូលទៅ enable នៅក្នុង firewall សិនអញ្ចឹងខ្ញុំត្រូវ add service មួយនេះ NFS នេះបាទទៅកាន់ firewall អញ្ចឹង command ដើម្បី add service NFS ទៅកាន់ firewall បាទខ្ញុំប្រើប្រាស់ command firewall dash cmd ខ្ញុំ clear សិនកុំឲ្យឃើញស្ដុកបាទខ្ញុំម្ដងទៀតដើម្បីអនុញ្ញាតឲ្យ NFS ដំណើរការលើ firewall បានខ្ញុំប្រើប្រាស់ command firewall dash cmd បាទដក clear dash dash បាទ permanent ដើម្បីដំណើរការរហូតចូលទៅកាន់ zone បាទដក clear dash dash zone ចូលទៅកាន់ zone public បាទដក clear dash dash អូខេ add service ស្មើនឹងបាទ NFS បាទរៀបរាល់ហើយខ្ញុំ enter បាទអញ្ចឹង success មានន័យថាលោកអ្នកបានបញ្ចូល service NFS នេះបាទចូលទៅក្នុង firewall បានហើយបាទបន្តមកទៀតដើម្បីឲ្យវាទទួលបានប្រសិទ្ធភាពគឺខ្ញុំទៅ restart firewall មួយសិនបាទ
ដើម្បី restart firewall service គឺខ្ញុំប្រើប្រាស់ command system ctl restart firewall d បាទ firewall មាន d រួច enter បាទរួចរាល់ហើយបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការrestart firewall ហើយខ្ញុំ clear មានចោលជំហានបន្តទៀតគឺយើងត្រូវបង្កើត directory មួយ folder ឬក៏ folder មួយដែលយើងចង់ share នៅលើ network បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើត directory មួយនៅក្នុង root បាទឈ្មោះថា data បាទអញ្ចឹងខ្ញុំបង្កើត directory មួយគឺ mkdir នៅក្នុង root បាទ directory មួយឈ្មោះថា data បាទ enter បន្ទាប់ពីបង្កើត directory មួយហើយណាខ្ញុំចូលទៅមើលសិនបញ្ជាក់ថាវាមាន directory នេះហើយពិតមែនហើយគឺ cd ចូល root data អញ្ចឹងខ្ញុំអត់ឲ្យមើលបាទអត់មានអីទាំងអស់បាទខ្ញុំ cd ចេញមកក្រៅវិញបាទខ្ញុំចេញមក root ណាអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើជាបន្ទាប់គឺខ្ញុំត្រូវបង្កើត file មួយឈ្មោះថា export នៅក្នុង etc បាទបង្កើត file ថ្មីមួយគឺឈ្មោះថា export នៅក្នុង etc អញ្ចឹងខ្ញុំប្រើប្រាស់ command លោកអ្នកអាចប្រើប្រាស់ command អ្វីក៏បានសម្រាប់បង្កើត file តែនៅពេលនេះខ្ញុំសូមប្រើ command vi etc export អញ្ចឹងខ្ញុំ enter បាទនេះជា file ថ្មីមួយអញ្ចឹងអ្វីដែលលោកអ្នកត្រូវបញ្ចូលគឺបញ្ចូល option នៅក្នុងនេះចូល option គឺជាទីតាំងឬក៏ជា option មួយចំនួនដែលយើងចង់ share folder នៅលើ network បាទអញ្ចឹងជាដំបូងគឺខ្ញុំដាក់បាទអូខេខ្ញុំចុច shift i សិនដើម្បី insert បាទអញ្ចឹងខ្ញុំដាក់ root data នេះជា directory មិញដែលខ្ញុំបានបង្កើតមិញពួកខ្ញុំចង់ share directory នេះនៅលើ network បាទអញ្ចឹងវានៅទីតាំងណាយើងដាក់ទីតាំងវាពេញមកអញ្ចឹងខ្ញុំដាក់ root data ដក clear សញ្ញាផ្កាយមានន័យថាអ្នកណាក៏អាចមានសិទ្ធិ access មកកាន់បាទ directory មួយនេះដែរបាទណាហើយខ្ញុំបើកកញ្ចក់មួយបាទបើកកញ្ចក់មួយគឺខ្ញុំប្រើ sin mode បាទ read write បាទនេះគឺជាសិទ្ធិក្នុងការ access មកកាន់ directory data នេះមានថាគាត់មានសិទ្ធិ full មក read តំណាងអក្សរ R write តំណាងអក្សរ W បើសិនជាលោកអ្នកចង់ឲ្យគេមានសិទ្ធិត្រឹមតែ read only បាទយើងប្រើប្រាស់ option OR O បាទ OR read O only បាទតែពេលនេះខ្ញុំចង់ឲ្យគាត់ read write QRW បាទខ្ញុំគិតមួយទៀតគឺខ្ញុំប្រើ option ចុងក្រោយគឺ no underscore root squash បាទ option នេះគឺអនុញ្ញាតឲ្យក្រៅពី user root ក៏អាច access មកកាន់ data directory data នេះបានដែរបាទជាង option ដែលខ្ញុំត្រូវបញ្ចូលនៅក្នុង file មួយនេះគឺចប់គ្រប់ហើយណាខ្ញុំចុច escape ចុច2បាទ write ដើម្បី save quit ដើម្បី close បាទ enter បាទរួចរាល់ចឹងជំហានបន្ទាប់ទៀតគឺខ្ញុំត្រូវប្រើប្រាស់ command មួយទៀតគឺ export fs .a បាទ command នេះគឺវាប្រៀបបានទៅនឹងយើងបើក folder ដែលយើងបាន share មិញហ្នឹងបាទ folder នៅក្នុង root ហើយ directory data ហ្នឹងដើម្បីបើកវាចុច enter រួចរាល់បន្ទាប់មកនេះនៅលើម៉ាស៊ីនមេដែលយើងបាន share ទៅគឺយើងធ្វើរួចរាល់ហើយបាទ
អ្វីយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺ access ពីម៉ាស៊ីន client មកវិញបាទម៉ាស៊ីនដតៃទៀតលើ network បាទអញ្ចឹងខ្ញុំមាន Fedora 2 Fedora 1នេះខ្ញុំ share directory មិញធ្វើជាម៉ាស៊ីនមេដើរតួជាម៉ាស៊ីនមេបាទអញ្ចឹងខ្ញុំយក Fedora ទី2បាទយកធ្វើជាម៉ាស៊ីនដែល access ទៅកាន់ folder នេះអូខេអញ្ចឹងអ្វីយើងត្រូវធ្វើនៅលើម៉ាស៊ីន client គឺខ្ញុំចូល command prompt ខ្ញុំត្រូវបង្កើត mount point មួយសិនបាទដែលជាទូទៅ mount point គឺយើងត្រូវបង្កើតនៅក្នុង directory root mnt អញ្ចឹងខ្ញុំចូលទៅកាន់ root mnt មិនបាច់ទេខ្ញុំបង្កើតពីនេះទៅគឺ mkdir mnt ខ្ញុំបង្កើត directory ថ្មីមួយគឺដាក់ data មកដែរបាទ enter បាទនេះគឺជា mount point ដែលសម្រាប់ mount ទៅកាន់ share folder ដែលបាន share នៅលើ network មិញបាទបន្ទាប់ពីបង្កើត directory ដតេមួយហើយខ្ញុំចាប់ផ្ដើម mount បាទ file ដែលបាន share មិញហ្នឹងមកកាន់ mount point របស់ខ្ញុំនេះអញ្ចឹងខ្ញុំប្រើប្រាស់ command mount បាទរួចហើយទីតាំងរបស់ម៉ាស៊ីនណាអាស័យដ្ឋាន IP របស់ម៉ាស៊ីនដែលបាន share លើ network គឺ 192.168.10.1 បាទនេះអាចមក check មើលលើនេះបើលោកអ្នកមិនដឹងបាទនៅលើម៉ាស៊ីនដែលបាន share នៅលើម៉ាស៊ីនមេគឺយើងប្រើប្រាស់ command ifconfig មកបាទអញ្ចឹងម៉ាស៊ីននេះគឺ IP 192.168.10.1 អញ្ចឹងខ្ញុំនៅលើម៉ាស៊ីន client ខ្ញុំដាក់ mount បាទ IP address របស់ម៉ាស៊ីនដែលបាន share គឺ 192.168.10.1 បាទរួចហើយចុច 2 បាទរួចហើយគឺយើងដាក់ទីតាំង directory ដែលបាន share គឺក្នុង root data បាទហើយដក clear បាទទៅកាន់ mount point របស់យើងដែលខ្ញុំបង្កើតមិញគឺនេះបាទគឺ mnt data រួច enter បាទអញ្ចឹងពេលនេះយើងបាន mount ទៅជោគជ័យហើយបាទយើងបាន mount ទៅកាន់ mount ទៅជោគជ័យហើយទៅកាន់ server មួយនេះបាទអញ្ចឹងខ្ញុំ cd ចូលទៅកាន់ mount point របស់ខ្ញុំមើលបាទតែខ្ញុំអាចបង្កើត file បានទេអូខេអញ្ចឹងខ្ញុំសាកទៅលើម៉ាស៊ីនមេវិញបាទហើយខ្ញុំ cd ចូលទៅកាន់ data folder ដែលបាន share ខ្ញុំអាចបង្កើត file មួយពីរបង្កើត directory មួយចុះ mkdir tino បង្កើត file មួយ tino oh sorry tino file this is file create on server by Mr. Green Tino ត្រូវ D ដើម្បី save បាទអញ្ចឹងខ្ញុំសាក ls មើលនៅក្នុង directory ដែលខ្ញុំបាន share មិញមាន directory Tino មួយនិង file មួយមក Tino file បាទអញ្ចឹងខ្ញុំទៅមើលលើម៉ាស៊ីនកូនណាអញ្ចឹងខ្ញុំអាច ls មើលបាទនេះមកហើយបាទបាទអញ្ចឹងនេះមានន័យថាយើងបាន access ទៅកាន់ folder ឬ directory ដែលយើងបាន share នៅលើ network បានជោគជ័យហើយបាទគឺរវាង Fedora និង Fedora បាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូបង្រៀនដ៏មានប្រយោជន៍មួយនេះសូមអរគុណជួបគ្នានៅមេរៀនក្រោយទៀត